នៅស្រុកខ្មែរយើងគេអត់ឲ្យតម្លៃទេហ្នឹងហើតាក់ទងយជាមួយនឹងអ្នកដែលមានបញ្ហាគាត់ថាលឺអូបាក់ធ្លាក់ទឹកចិត្តចាហ្នឹងហើយជំងឺធ្លាក់ទឹកចិត្តមិនបានធ្លាក់ទឹកចិត្តឥឡូវហ្នឹងប្រជាជនខ្មែរយើងពីមុនគាត់គិតឲ្យតម្លៃទៅលើតែសុខភាពផ្លូវកាយឯងអញ្ចឹងគាត់ឈឺអីគាត់ទៅសុខភាពផ្លូវកាយទៅគ្រូពេទ្យខាងសុខភាពផ្លូវកាយអញ្ចឹងណាផ្លូវកាត់អញ្ចឹងគាត់អត់បានឲ្យតម្លៃលើសុខភាពផ្លូវចិត្តទេអញ្ចឹងកាលណាតែយើងនិយាយពីបញ្ហាសុខភាពផ្លូវចិត្តគាត់ថាមនុស្សនឹងទុនជ្រាយអត់ចេះពង្រឹងអារម្មណ៍អត់ចេះពង្រឹងការគិតខ្លួនឯងអីអញ្ចឹងណាតាមពិតអត់ទេសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តគឺជាសុខភាពពីរដែលជាហត្ថពលឲ្យគ្នាទៅវិញទៅមកអញ្ចឹងបើសិនបើយើងមានបញ្ហាសុខភាពផ្លូវកាយយូរវានឹងជាហត្ថពលទៅលើសុខភាពផ្លូវចិត្តរបស់យើងបើយើងមានជំងឺសុខភាពផ្លូវចិត្តយូរវានឹងជាហត្ថពលទៅលើផ្លូវកាយរបស់យើងឧទាហរណ៍ថាយើងកើតជំងឺ stress ថប់បារម្ភបើយើងកើតក្នុងរយៈពេលយូរយើងនឹងមានជាហត្ថពលទៅលើការគេងរបស់យើងជាហត្ថពលទៅលើការលិកកាពះពោះវៀនរបស់យើងអញ្ចឹងណាការលិកកាពះពោះវៀនសុខភាពផ្លូវកាយឯណាតែយើងអាលិយូរក៏ប៉ះពាល់ទៅដល់ការគេងហើយនឹងសុខភាពផ្លូវចិត្តរបស់យើងដែរអញ្ចឹងវាជាសុខភាពពីរតែមិនអាចបេះចេញពីគ្នាវាត្រូវតែនៅជាមួយគ្នាវាត្រូវតែប្រសើរដូចគ្នាក្នុងការធ្វើឲ្យជីវិតមនុស្សម្នាក់រស់នៅនឹងមានគុណតម្លៃមានន័យថាសុខភាពល្អទាំងពីរបានអា lifestyle របស់យើងនិងដំណើរជីវិតរបស់យើងវាមានគុណភាព